សូមស្វាគមន៍មកកាន់ថ្នាក់ទី10A ក្នុងវីដេអូនេះយើងមកសិក្សាពីរឿងសឹមអ្នកបូឡានដឹកនាំដោយអ្នកគ្រូហៀងធីតាសាច់រឿងមានដូចតទៅមីងប្រែម៉េងជាកម្មករម្នាក់នៅក្រុងបេតុងបានត្អូញត្អែពីរឿងធ្វើការដោយត្រូវបានកាត់មួយថ្ងៃសោកដើម្បីបានការងារធ្វើពេលព្រះអាទិត្យជិតថ្ងៃត្រង់អ្នកធ្វើការទាំងអស់បានសប្បាយចិត្តព្រោះដល់ម៉ោងសម្រាកពីការងារបន្ទាប់ពីប្រគល់សម្ភារៈឲ្យអ្នកយាមឃ្លាំងរួចកូលីក៏បានបំបែកគ្នាទៅផ្ទះរៀងៗខ្លួនរីឯកូលីណាដែលផ្ទះនៅឆ្ងាយក៏សម្រាកនៅកន្លែងធ្វើការខ្លះទៀតនៅតាមសម្យាបផ្ទះឬក្រោមម្លប់ក្បែរនោះមីងប្រេមម៉េងមីប្រុញនិងកូលីម្នាក់ទៀតដែលសម្រាកនៅកន្លែងធ្វើការក៏ចូលវងទទួលទានបាយជាមួយគ្នាដោយម្ហូបក្រៀមក្រំពួកគេហូបបាយបណ្ដានិយាយត្អូញត្អែពីភាពលំបាករបស់ពួកគេបណ្ដាអំពីការធ្វើការងារហើយទទួលបានប្រាក់ខែតែបន្តិចមិនអាចចាយវាយបានគ្រប់គ្រាន់ថ្ងៃបើកលុយមកដល់កូលីទាំងអស់អង្គុយចាំបើកលុយពីប្រពន្ធថៃសេហ្វាដោយទឹកមុខរីករាយប៉ុន្តែញញឹមនេះមិនបានកន្លះម៉ោងទេព្រោះនៅខាងក្រៅមានចុកលក់ការ៉េមនិងមីងពើតជាអ្នកលក់នំបញ្ចុកចាំទាលុយពីពួកកម្មករដែលជំពាក់គាត់មីងប្រេមហេសុតតែបានជំពាក់ចុកការ៉េមនិងមីងពើតព្រោះគាត់ទ្រាំអស់កម្លាំងមិនបានសឹមជាអ្នកបូឡានឲ្យលោកធំសឹមជាអ្នកតាមដានកាសែតបានច្រើនក៏រៀបរាប់ពីការរស់នៅរបស់កម្មករនៅប្រទេសដទៃឲ្យភ្ញៀវស្ដាប់និងបានជួយពន្យល់ណែនាំដល់ក្រុមមីងប្រេមពីការរស់នៅរបស់កម្មករនានានៅប្រទេសដទៃដែលបានគោរពលទ្ធិប្រជាធិបតេយ្យសឹមបានពន្យល់ឲ្យកូលីទាំងអស់រៀនអានកាសែតដែលផ្សាយពីស្រុកប្រជាធិបតេយ្យដើម្បីចងជាសមាគមឬសហជីពការពារកម្មករថ្ងៃមួយសឹមបូឡានជូនលោកធំគាត់ទៅជួបមិត្តភក្តិហើយលោកសឹមក៏មកទទួលគាត់វិញនៅម៉ោង 11 កន្លះសឹមចាំលោកតាំងពីម៉ោង 11 កន្លះរហូតដល់សារ៉ានរ៉ូក៏នៅតែមិនឃើញលោកចេញមកសឹមក៏បើកឡានទៅមុខចោលលោកពេលលោកត្រឡប់មកវិញក៏ស្ដីបន្ទោសឲ្យសឹមជាច្រើនដែលសឹមប្រហើនហ៊ានបើកឡានចោលទោះបីជាសឹមខំពន្យល់ហេតុផលដល់សារយ៉ាងណាក៏ដោយលោកស្រីប្រពន្ធក៏ពន្យល់បន្ថែមសឹមក៏ប្រាប់ពូសនពីរឿងបើកឡានចោលលោកពូសនបញ្ជូនសឹមឲ្យទៅសុំទោសលោកតែសឹមតវ៉ាមិនព្រមសុំទោសទេព្រោះគាត់ធ្វើការមានម៉ោងកំណត់ត្រឹមត្រូវសឹមក៏បានពន្យល់ពូសនពីស្រុកឯករាជ្យស្រុកប្រជាធិបតេយ្យដូចនេះការធ្វើការងារត្រូវគោរពម៉ោងពេលគោរពសិទ្ធិសេរីភាពការងារប៉ុន្តែពូសនទូមានសឹមវិញថាបងមួនកុំជល់នឹងថ្មដោយសឹមមិនស្ដាប់ពូសនខឹងហើយក៏ដើរចេញសម្ដៅទៅឡានគាត់ទៅពូសនត្រឡប់មកពីជូនចៅវាយគាត់ទៅដើរលេងនៅកែបរួចមកក៏ត្រឡប់មកជូនចៅវាយទៅធ្វើការដូចសពដងពូសនដើរសម្ដៅទៅសឹមរួចសំណេះសំណាលគ្នាអំពីរឿងការងារពូសនសួរសឹមពីរឿងបើកឡានចោលលោកកាលពីថ្ងៃមុនហើយនៅតែជំរុងឲ្យសឹមទៅសុំទោសលោកទៀតប៉ុន្តែសឹមវិញនៅតែប្រឆាំងនឹងគំនិតចាស់គំរើរបស់ពូសនហើយថែមទាំងប្រាប់ពូសនថាពេលនេះលោកលែងហ៊ានប្រើគាត់ផ្ដេសផ្ដាសទៀតហើយឯលោកស្រីក៏និយាយរកស្រួលវិញដែរពេលនេះគាត់មានពេលច្រើននៅជាមួយប្រពន្ធកូនសឹមថែមទាំងបានពន្យល់ពូសនឲ្យខំអានសៀវភៅមើលកាសែតឲ្យបានច្រើនហើយហ៊ានរកខុសត្រូវនោះអ្នកធ្លាប់រំលោភជិះជាន់បែរជាល្អវិញពូសនក៏បានយល់ស្របហើយអានសៀវភៅរបស់សឹមដោយជក់ចិត្តប្រភពរឿងដំណើរកើតឡើងនៅប្រទេសកម្ពុជាប្រភេទអក្សរសិល្ប៍ទំនើបបែបមនោគមវិជ្ជាចលនាបែបខេមរនិយមអ្នកនិពន្ធអឹមថប់សង្គមបរិយាកាសដំណើររឿងប្រព្រឹត្តទៅក្នុងសម័យអាណានិគមនិយមបារាំងដែលការក្នុងការនោះអ្នកមានអំណាចអ្នកមានលុយជិះជាន់អ្នកក្រដូចសត្វធាតុប្រធានរឿងការទាមទារសិទ្ធិសេរីភាពប្រជាធិបតេយ្យរបស់ប្រជាជនពីសំណាក់អ្នកជិះជាន់ឬក៏អ្នកមានអំណាចមូលបញ្ហានៃរឿងបញ្ហាទំនាស់វិបត្តិក្នុងសង្គមរវាងវណ្ណៈអ្នកមាននិងវណ្ណៈអ្នកក្រដែលកើតមកអំពីការរំលោភបំពានការកេងប្រវ័ញ្ចការតស៊ូមូលមុតប្រឈមមុខនឹងភាពក្រីក្រការរើបំរាស់មិនចុះញោមសន្និដ្ឋានក្រោយពីបានសិក្សារឿងនេះរួចមកយើងអាចសន្និដ្ឋានបានថាអក្សរសិល្ប៍នេះគឺជាអក្សរសិល្ប៍បែបទំនើប
ដែលបានឆ្លុះបញ្ចាំងអំពីទស្សនវិជ្ជាជាក់ស្ដែងនៅក្នុងសង្គមនាសម័យអាណានិគមនិយមបារាំងតួអង្គមានសឹមលោកស្រីប្រពន្ធចៅហ្វាយថៃសេហ្វាមីងប្រេម៉ែមព្រះចៅហ្វាយថៃសេហ្វាពូសនចុកការ៉េមមីងពតគូលីទាំងអស់ចំណែកបញ្ហានិងដំណោះស្រាយបញ្ហាចោតលោកចៅហ្វាយធំរំលោភសិទ្ធិអ្នកតូចឲ្យសឹមចាំពោះម៉ោងធ្វើការសឹមបឡានចោលលោកតើសឹមពិតជាប្រហើនដាក់លោកធំឬយ៉ាងណាដំណោះស្រាយទីណាមានការជិះជាន់ត្រូវមានការរើបំរាស់មានការតស៊ូរើបំរាស់ទើបមានសេរីភាពអត្ថរូបអ្នកនិពន្ធបានប្រើប្រាស់ពាក្យសាមញ្ញងាយយល់និងបង្កប់នូវតម្លៃអប់រំអត្ថរូបរឿងនេះបានបង្ហាញនៃការរើបំរាស់ពីពួកអ្នកមានអំណាចហើយក៏បានបង្ហាញឲ្យមនុស្សគ្រប់រូបចេះប្រឆាំងទប់ទល់នឹងការរំលោភសិទ្ធិសេរីភាពផ្សេងៗឧត្តមកតៈនៃរឿងមានឲ្យយើងចេះរើបំរាស់ពីការជិះជាន់របស់អ្នកមានអំណាចចេះគោរពពេលវេលារបស់អ្នកដទៃចេះទាមទារសិទ្ធិសេរីភាពស្រឡាញ់អំពើយុត្តិធម៌និងសេរីភាពស្អប់ខ្ពើមការជិះជាន់កេងប្រវ័ញ្ចThank you អរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូ